វីដេអូនេះខ្ញុំចង់បង្ហាញ map នេះគឺថ្ងៃនេះគឺយើងទៅការបៃវែងអញ្ចឹងណាហើយខ្ញុំក៏បានទីតាំង location មកពីកូនកន្លត់ដែរអញ្ចឹងខ្ញុំលើកទី1ដែលខ្ញុំអត់ដែរទៅការឆ្ងាយអញ្ចឹងគឺខ្ញុំសូមឲ្យគាត់ប្រឡាក់ map តាមទីតាំងហ្នឹងប៉ុន្តែខ្ញុំជិះតាម map ហ្នឹងគឺទីតាំងតរិយស័ព្ទនេះគឺជាទីការរបស់កូនកន្លត់គាត់ផ្ញើឲ្យទីការនេះគឺខ្ញុំជឿតាំងពីអាទិត្យមុនហើយវីដេអូនេះគឺខ្ញុំថតពីអាទិត្យមុនប៉ុន្តែខ្ញុំអត់បានកាត់តបមកយើងជិះឆ្លងដល់ពីសាលាណតនដើម្បីទៅបុកទៅអរិយស័ព្ទអញ្ចឹងណាហើយការឆ្លងដនេះក៏ថតបង្ហាញពីការឆ្លងដទៅអរិយស័ព្ទអញ្ចឹងតម្លៃម៉ូតូនឹងមនុស្សម្នាក់គឺអស់តែ1000នេះដើម្បីយើងចោះចតគឺយើងជិះទៅពីសាច់កដាទៅហើយតមកក៏បានទៅដល់ផ្ទះរោងការនេះគឺទស្សនវិជ្ជាគេដាក់ម្ហូបហើយខ្ញុំកាត់ដល់ពីទស្សនវិជ្ជាដាក់ម្ហូបហ្នឹងគឺម្ហូបគេជួលអញ្ចឹងគឺមានមុនម្ហូបញ៉ាំអត់មួយបាយអញ្ចឹងគឺយើងញ៉ាំដើម្បីញ៉ាំទៅគឺម្ហូបគេឆ្ងាញ់មែនគឺលើកលែងតែម្យ៉ាងអាឆាមួយចុងក្រោយនោះអត់ឆ្ងាញ់ទេអញ្ចឹងខ្ញុំថតទស្សនវិជ្ជាបង្ហាញពីម្ហូបនៅការបរិវេណដែលគេជួលចុងភៅការនេះគេជួលចុងភៅគេជួលអ្នកអូតូជួលអ្នកទទួលភ្ញៀវពាក់កាំងក្រោយអ្នកកូនកដោកូនកន្លោះទទួលខាងក្រោយអញ្ចឹងណាហើយគឺម្ហូបទីចុងក្រោយគឺមានបាយឆាអញ្ចឹងហើយគឺរសជាតិវាឆ្ងាញ់ហើយក៏ខ្ញុំថតមកប្លង់មួយដែលខ្ញុំដួសម្ហូបនេះគឺម្ហូបខជ្រលក់នំប៉័ងគឺឆ្ងាញ់មែនអញ្ចឹងម្ហូបដែលខ្ញុំសន្លប់មកជូរកងថ្ងៃហ្នឹងគឺគួរឆ្ងាញ់ហើយនេះគឺទស្សនវិជ្ជាកូនកន្លោះច្រៀងជាមួយខ្ញុំដាក់សលេងច្រៀងឲ្យ